តើ Director Yuki នឹងសម្រេចចិត្តយ៉ាងណាចំពោះគម្រោងរបស់ JX No ហូ worry No Hey what's up yo I'm Leo Bob so hey long time no see គឺថាគឺយើងចប់ចូលឆ្នាំហើយយើងមានអីថ្មីស្រាប់គឺ Mori Edson មក boy JX គឺខ្ញុំ Mori Edson អំពីដំណើររបស់គាត់ឆ្ពោះទៅកាន់ final បាទគាត់ថា Oh my god ជិតដល់ final មែនតើណាបាទគាត់ថាអាទិត្យក្រោយគឺដល់ final ហើយសម្រាប់ The next level Red Star របស់យើង Yay I can't wait to see bro គឺសម្រាប់ខ្ញុំគឺថា JX ឯងបាទគឺថាលេខ1គឺសម្រាប់ក្នុងបេះដូងខ្ញុំហ្នឹងហើយគាត់បានមកឆ្ងាយមែនតើ JX គឺថា crazy មែនតើដំណើររបស់គាត់ថាយើងធ្វើការតារាចម្រៀង Rap JX Rap Star នៃទឹកដីខេត្តព្រៃវែង style របស់គាត់តារាចេះច្រៀងចេះ rap អីណា Bro who is តារាគាត់តែតែមានសិនតារាហ្នឹងគឺ JX ឬគឺជាអ្នកដែល hater របស់គាត់ I don't know តែគាត់ចូលចិត្តលើកឈ្មោះតារាមកមែនតើវាអស់ចាយទៅស្ដាប់ទៅដូចជាសរសើរតែដូចជាមិនជឿជាក់លើក្តីសុបិនខ្ញុំសោះខ្ញុំក៏នៅតារាហ្នឹងអ្នក hater របស់គាត់បាទព្រោះការរំចាក់ទាំងគ្រួសារពីមុនធ្វើស្រែជាមួយនឹងយាយតាហើយក៏ធ្លាប់នៅវត្តដើម្បីរៀនសូត្រខ្ញុំធ្លាប់ត្រូវបានគេទះកំភ្លៀងវាឈឺតែវាបង្រៀនឲ្យខ្ញុំកាន់តែក្លាហានឲ្យហ៊ានដើរចេញទៅពិភពលោកខាងក្រៅគេថាកន្លែងខ្ពស់បំផុតដែលខ្ញុំអាចធ្វើការគឺភ្នំសំរាមពិភពលោកនេះធំណាស់តែខ្ញុំអាចដើរចេញផុតពីសម្ដីគេបានអត់ Why not bro ខ្ញុំពិតជានៅត្រឹមហ្នឹងដោយគេនិយាយមែនហ៎ខ្លួនខ្ញុំទៀបតែខ្ញុំហ៊ានឈោងដៃខ្ញុំក៏ខ្លី Yeah bro អាវហ្នឹងគាត់គឺថាគាត់អាចធ្វើជាអនុស្សាវរីយ៍របស់គាត់ឬក៏អាចដេញថ្លៃគឺថាអាវហ្នឹងថ្លៃមានតម្លៃខ្លាំងមែនតើសម្រាប់ជេចឹងបាទអាវហ្នឹងគឺធ្វើឲ្យគេនៅគាត់តែម្ដងបាទតែខ្ញុំហ៊ានសវ៉ាអោបភ្នំ Yeah ខ្ញុំចាប់ផ្ដើមពីបិញមួយដើមសៀវភៅមួយក្បាលជាមួយនឹងកៅអៅដែលខ្ញុំគិតថាស្អាតបំផុតនៅក្នុងជីវិតOkay man គ្រួសាររបស់ខ្ញុំជឿជាក់លើខ្ញុំបានស្រន់ឲ្យខ្ញុំក៏ផ្ដល់ក្តីសង្ឃឹមឲ្យខ្លួនឯងបានតិចតួចមែនប្រឡងថ្ងៃណាពីរថ្ងៃទៀតថ្ងៃសាក់ច្រៀងមកស្ដាប់បានហ្នឹងហើយការស្លៀកពាំងមេរៀលឡើងមកមិនស្រែកជំទាវស្លៀកកលហើយមកពីណាបាយនឹងក៏ប្រតាមមកពីខេត្តពុកនាំគ្នាខ្ញុំមិនnóiពាក្យសម្ដីចាក់លើខ្ញុំខ្លាចទៅជាសំណាញ់ទាញរាងកាយខ្ញុំមកឆ្ងាយពី How it start man គេនៃសម័យរបស់ខ្ញុំឯងឥឡូវខ្ញុំនឹងធ្វើឲ្យពាក្យគេនិយាយថាតារាចេះច្រៀងចេះ rap អីណាវាអស់ចាយទៅខ្លាចទៅជាការពិតភាពក្លាហានរបស់ខ្ញុំ Wait តារាជា JX គឺឬក៏ Oh can someone explain me bro I don't get it គឺខ្ញុំអត់ច្បាស់ហើយចំណុចហ្នឹងបាទតារាហ្នឹងគឺគាត់ឬក៏ជា hater របស់គាត់ធ្វើឲ្យខ្ញុំមកដល់ពេលនេះខ្ញុំគឺ JX The Next Level Red Star អូខេបាទវីដេអូនេះគឺអាចចងជា document គឺការដល់ពេលគាត់ជោគជ័យឡើងដល់ top ទៅបាទគាត់អាច play back ជាមួយមកមើលវីដេអូហ្នឹងបានហើយគាត់នឹងមានអារម្មណ៍ថា Oh my god I walk so far man យ៉ាគឺថាវីដេអូហ្នឹងគឺអាចទុកចងក្រង document របស់គាត់ពីពេលការចាប់ដើមដំបូងហើយ going to the top crazy bro come on man សួរបងសួរ Captain សួរអូខេចូលមកដល់ការវគ្គបង្ហាញនៅ nude board ដែលជាការបង្ហាញនៅគំនិតនិងអារម្មណ៍ដែលចង់បង្ហាញនៅក្នុង MV អីចឹងណាចឹងថ្ងៃនេះសម្រាប់ JX ផ្ទាល់មានអារម្មណ៍មិនដែរមានអារម្មណ៍ថាព្រួយបារម្ភដែរខ្លាចអត់ល្អចឹងទៅខ្លាចការងារមួយហ្នឹងវាចេញមកអត់ស្អាតដោយសារតែវាជាបទពិសោធន៍ទី1របស់ខ្ញុំពីមុនមកខ្ញុំមិនដែរធ្វើមក MV ហ្នឹងគឺកន្លែងគេថាសាច់រឿងគឺសាច់រឿងពិតរបស់ខ្ញុំហ្មងយ៉ាអូខេរីករាល់ស្ដាប់បទខ្ញុំហ្មងចាត DJ ក្មេងខ្ញុំមកពីរោងចក្រតែមានសាច់ហុងតែដៃតែ
ខ្ញុំនៅពេលដែលបានស្ដាប់បទ JX លើកដំបូងគឺគ្រាន់តែចេញភ្លេងមកគឺដឹងថានឹងជា style ស្លាញ់ភ្លេងអូយលយមើល បទ JX ហ្មងតែគ្រាន់តែចំណុចមួយដែលរៀងឲ្យខ្ញុំមានជាចំណោទហ្នឹងគឺការប្រើពាក្យពេចន៍របស់គាត់ព្រោះវានៅខ្វះអាភាពខ្មិចខ្មៅរបស់ JX ប៉ុន្តែជា color ក្នុងនាមជាសិល្បករគឺយើងឃើញច្បាស់ឮច្បាស់ហ្មងថាអូគាត់មាន color របស់គាត់ហើយ បានប្រាប់គាត់ហើយថាបទហ្នឹងគឺធ្វើអត់ទាន់ហើយឯងក៏មានអារម្មណ៍ថាខ្លាចខុសឆ្គងដែរប៉ុន្តែអត់អីទេថ្ងៃមុខទៅគឺខ្ញុំនឹងអរែងថែមហើយនៅប្រហែលជាមួយថ្ងៃទៀតគឺនឹងអរែងភ្លេងថែមនិងសរសេរ lyric បន្ថែមដោយសារតែខ្ញុំត្រូវកែ lyric ដែរ lyric ខ្លះទៅវាអត់សមនឹងខ្ញុំ យោអើយឌឺហ្មងអូខេ ខ្ញុំមិនដែរបងបទមួយហ្នឹង យូរហើយគេពីđây ជាតាម next level របស់គេមែន Thank you បង អញ្ចឹងវាធ្វើឲ្យបងហើយតែចង់ដឹងជាបន្តទៀតថាចម្រៀងយើងវាឡើងដល់ចំណុចហ្នឹងអញ្ចឹងរូបភាពវាទៅមិន អញ្ចឹងគឺខ្ញុំមាន mood board ខ្លះដើម្បីរៀបទៅបងដែលថា MV ហ្នឹងចេញរូបភាពបែបម៉េចដែលខ្ញុំបាននិយាយមួយ director ហើយយល់បងអញ្ចឹងគឺកន្លែងមួយនេះគឺលក្ខណៈថាខ្ញុំគឺជាក្មេងរោងចក្រមួយដែលធ្វើការនៅរោងចក្រដែលខ្ញុំហ្នឹងគឺធ្វើការបដា rap បដាដើម្បីពេញក្តីសម័យខ្លួនឯងហើយខ្ញុំវល់ថាខ្ញុំហ្នឹងគឺនៅតែបែបហ្នឹងថាខ្ញុំហ្នឹងគួរធ្វើអីលក្ខណៈខ្ញុំជាកម្មកររោងចក្រឬក៏ខ្ញុំបំពេញក្តីសម័យខ្លួនឯងដែលហ៊ានចេញពីគំនាបមួយហ្នឹង mood and tone វិញគឺវាបែបរៀងខ្មៅងឹតដែរយល់បងដែរហើយក្នុងចិត្តខ្ញុំគឺខ្ញុំគិតច្រើនយល់បងដែលយើងងឹតហើយខ្ញុំសពេចសពិលក្នុងចិត្តលក្ខណៈ Yo bro it's not easy bro ពេលយើងឃើញគេកាត់ MV មួយគេថាមើលទៅ yo cool bro look yo មានអត្ថន័យមែនតែបាទ behind the scene មួយការជាចេញជា MV ហ្នឹងមួយគឺមិនមែនស្រួលបាទយើងត្រូវមានអ្វីយើងព្រៀងយើងទុកយើងសរសេរ note ទុកអ្វីដែលយើងចង់បានសិនបាទមុននឹងការជា MV មួយហ្នឹងបាទ bro នេះជាភាពខុសគ្នាពីការធ្វើចម្រៀងវាបែប professional និងបែបធម្មតា I don't know បាទខ្ញុំមិនដឹងប្រៀបធៀបអីគេ ពួកក្បាលខ្ញុំពងគិតអីផ្សេងតែការភ្នែកខ្ញុំគឺមើលឃើញភ្លេងអញ្ចឹងទៅដូចជាក្នុងរូបនេះដែលមើលឃើញ piano នៅក្រោមហ្នឹង Yo អូខេ ធម្មតាប៉ុន្តែនៅក្នុង I can imagine បងគាត់គឺមើលឃើញតន្ត្រីអញ្ចឹងបងនៅក្នុងសាច់រឿងទាំងមូលហ្នឹង JX គាត់កំពុងតែសមាសម័យនៅឡើយព្រោះគាត់អត់ទាន់ដឹងថាទៅមុខឬក៏ធ្វើនឹងទៀតដូចមិញហ្នឹងប៉ុន្តែនៅក្នុង situation នៅក្នុង MV ហ្នឹងគាត់ស្ថិតនៅក្នុងការសមាសម័យមួយ តែបងចង់លើពីចេះអីវិញថាបទនេះ MV នេះនិយាយពីដំណើរក្តីសុបិនបងឯងហើយខ្លាចជាការពិតឬក៏វានៅតែជាក្តីសុបិនឬក៏អីគេឲ្យប្រកាសបងទទួលពីសាច់រឿងហ្នឹងវាដូចដំបងហើយដូចមែនតែនបន្តមកមិនមែនតែនចង់វាដូចច្បល់ជួបគ្នាបន្តិចចឹងណា Yeah ដូចជាខ្ញុំពងសបន់អញ្ចឹងទៅគេមកដាស់ខ្ញុំអីចឹងទៅដូចអាឃ្លេចឹងគាត់អាចងើបពីដេកអីហ្នឹងតែសុកខ្ញុំក៏ងើបមកអីបាត់កាយយល់សពទាំងអស់លេងហើយធ្វើឲ្យខ្ញុំហ្នឹងចាប់ដើមក្រោកឡើងដូចជាខ្លាមួយធ្វើដូចក្តីសបន់យកហ្មង វា អូខេ រូបភាពបង្ហាញពីសុបិនវាជាការយល់សព យ៉ាបងជាការយល់សព ចាំបងគិតថានេះចំណុចសំខាន់ តំណងដែរគាត់យកដំបងគឺគាត់កំពុងតែធ្វើការរោងចក្រហើយគាត់កំពុងតែសម័យថាគាត់អូនឹងគាត់ជា rap star នឹងគាត់ជាដើម្បីតែឆ្លងគាត់ឈីការសម័យរបស់គាត់ហើយនៅស្ទើរការសម័យរបស់គាត់គឺចាប់ផ្ដើមធ្វើអារឿងទាំងអស់ហ្នឹងមក Yo that's cool bro តែត្រូវតែនិយាយជាមួយនឹង director ជាមួយនឹងក្រុមការងារព្រោះតែអញ្ចឹងទេអាចច្រឡំ យល់បង ច្រឡំពិភពលោកឥឡូវមួយអាក្តីសម័យរបស់យើងអាក្តីសម័យរបស់យើងតែច្រើនតែយើងអត់ច្បាស់ថាយើងសម័យក្នុងថ្ងៃតែមួយឬក៏ច្រើនថ្ងៃវាអាចច្បល់ ច្រើនពេកបង ចាហ្នឹងហើយ ប្លង់កន្លែងនេះគឺខ្ញុំជា rap star មួយរូបតែជា rap star នៅក្នុងរោងចក្រហ្នឹងតែមករោងចក្រហ្នឹងគឺខ្ញុំឆ្ងាយតែឯងយកហ្មងលក្ខណៈរោងចក្រហ្នឹងគឺមានខ្ញុំឯងដែលហ៊ានតាំងខ្លួនឯងជា superstar ក្នុងរោងចក្រអញ្ចឹងយល់ហើយខ្ញុំគឺដូចមាន stage មួយនៅក្នុងហ្នឹងអញ្ចឹងដែលខ្ញុំ perform នៅក្នុងរោងចក្រ Yo យល់ណាបង ខ្ញុំឈុតនេះមានអ្នកហមទៀត យ
យ៉ាបងមានអ្នករាំ ជាលក្ខណៈរាំឬក៏មកសម្ដែងជាសាច់រឿង ដែលអាចជាអ្នកសំដែងបងយ៉ាងណាស៊ីនហ្នឹងអាចជាខ្ញុំគិតថាខ្ញុំច្រៀងតែឯងលើម៉ាស៊ីនធ្វើការហ្នឹងចឹងរឿងចឹងទៅឬក៏លើ stage អីមួយប៉ុន្តែអ្នកផ្សេងធ្វើការ សម្រាប់MV របស់ JX ខ្ញុំឃើញថាសាច់រឿងរបស់គាត់ខ្លាំងហើយវិទ្យបងរបស់គាត់តែម្ដងហើយគាត់មិនធ្លាប់បានប្រឡូកជាមួយនឹងវិស័យនឹងពីមុនមកអ្វីដែលខ្ញុំបារម្ភមុនគឺខ្លាចតែអ្វីដែលយើងចង់បានហើយដល់ពេលចេញជាមួយវាមែនតើវាអាចល្អៀងគាត់នឹងអាចតំណែងធ្វើការផ្សាយតំណែងជាមួយ director ជាមួយអីហ្នឹងបានកម្រិតណាពីព្រោះអ្វីដែលខ្ញុំស្គាល់ពី JX គាត់រៀងអៀនច្រើន Oh my god bro challenge ច្រើនមែនតើមកតងរមមកដល់បែប final បាន my god ខ្ញុំគាត់ថា challenge ច្រើនមែនតើយើងត្រូវច្រើនណាដើម្បីយកបទពិសោធន៍មានរំសាថ្មីមែនតើ Daily level គឺគេអភិវឌ្ឍគាត់ដូច intern គាត់ឲ្យយល់ពីរបៀបច្រៀងពីរបៀបធ្វើ MV ដល់ MV មួយនៃកាត់ MV ហ្នឹងយើងត្រូវចេញឲ្យខ្លះណែមួយ like bro ដែលyo ខ្ញុំមិនដែលឃើញកម្មវិធី rap ណាដែលមានអញ្ចឹងណា like bro it's crazy man គឺធ្វើឲ្យវាបេក្ខជនទទួលបានបទពិសោធន៍ច្រើនមែនតើបានគាត់ទទួលបានជាលេភីហើយបន្ទាប់ពីគាត់បានជាលេភីហ្នឹងគាត់ចូលអាបទពិសោធន៍ទាំងអស់ហ្នឹងទៅអនុវត្តនៅក្នុង journey របស់គាត់យ៉ា Yeah យើងទទួលបានបទពិសោធន៍ហើយគឺយើងនឹងឡយនឹងឯងបាទបើយើងមានបទពិសោធន៍ធ្លាប់ដឹក MV ដឹកអីហើយដល់ពេលនេះយើងទៅធ្វើខ្លួនឯងយ៉ា that's smooth ហើយថ្ងៃនេះមកពីផ្ទះធ្វើ MV pitching ជាមួយខ្ញុំគិតថានឹងបានទូរស័ព្ទលើកមកថាបានលុយទៅថតអត់ ជឿជាក់ Yo គេមាន benefit គេមានលុយថែជាយើងវាយើងយកលុយអាហ្នឹងទៅចាយឲ្យត្រូវលើ MV មួយហ្នឹងដើម្បីឲ្យចេញមកលុយ Yo it's crazy bro ត្រូវតែជឿជាក់ ចាឥឡូវបងខលទៅណា រៀបសួរបង សម្រាប់ការផលិត MV មួយនេះគឺ តើ Director Yuki នឹងសម្រេចចិត្តយ៉ាងណាចំពោះគម្រោងរបស់ JX No ហ៎ worry Oh no worry អូ តែ JX គេមកថ្ងៃនេះគេធ្វើរហូត តែខ្ញុំហ្នឹងបង Yo ថែន អូសម័យនេះខ្ញុំក៏ធ្វើ University ដែរមែន គេមានអារម្មណ៍ថាវីតូភ័យជាង JX ទៀត ខ្ញុំក៏ភ័យបាទ តែនេះតែមែនតើ បាទ មែនតើ អូយតែបាទ តែចំណុចសម្រាប់ JX បងមានចំណុចរហូតដល់13ដែល Damn ត្រូវតែយកចិត្តទុកដាក់ហើយការសម្រួលអញ្ចឹងចំណុចទី1គឺសាច់រឿងយើងនៅច្រើនដូចវាអត់តន់គេបើភាសាអង់គ្លេសគេហៅថា clear timeline មួយណា clear timeline ហ្នឹងមិន timeline នៃថតទេណា timeline នៃ MV ហ្នឹងតើវាពិភពលោករបស់យើងហ្នឹងតួអង្គម្នាក់ហ្នឹងវាប្រហែលថ្ងៃនៅទីណាខ្លះ បាទបង កន្លែងហ្នឹងត្រូវច្បាស់ទី2បងអត់ទាន់បានឃើញជាគេហៅថាមិន art direction set design កៅអៅតើពណ៌អីតំណាងអីកៅអៅរបៀបម៉េចនៅពិភពលោកមែនតានកៅអៅរបៀបម៉េចនៅពិភពលោកក្តីសម័យដែលខ្ញុំគិតថាហ្នឹងគឺជាមួយផ្នែកធំមែនតាដែលត្រូវចំណាយពេលធ្វើយ៉ាចំណុចទី3គឺទៅលើអ្វីដែលណៃនិយាយជាមួយនឹងbrand តើនឹង integrate brand របៀបមិនចូលទៅក្នុងហ្នឹងដោយកុំឲ្យបាត់ជាមួយសាច់រឿងរបស់យើង បាទ Yeah អានេះជា storytelling នេះគឺជាការចាប់ផ្ដើមដំបូងនៃជីវិតរបស់ JX នៅក្នុងការផលិត MV តើ JX អាចឈ្នះអំពីភាពអំអៀនរបស់ខ្លួនដើម្បីធ្វើ MV ដ៏ល្អបាន Yo ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទ JX ហ្នឹងហើយថ្ងៃហ្នឹងគឺខ្ញុំកំពុងតែនៅរោងចក្រតកគឺយើងមកថត MV ហេ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តក៏ដូចជាយើងភ័យអដោយសារតែវាជាបទ It's first time bro ដោយសារពីមុនខ្ញុំមិនដែរថត MV ហើយថ្ងៃហ្នឹងបងស៊ីងគឺជា director របស់ខ្ញុំក្នុងការថត MV មួយហ្នឹង Yo ថ្ងៃហ្នឹង នេះឆ្លើយមែនតើបាទតើមិនចេញ MV មួយ Oh my god bro ខ្ញុំត្រូវថតទាំងអស់ ខំកាំងារច្រើនមែនតើ ហើយខ្ញុំដែលកំពុងអង្គុយនេះគឺ scene ទី1 scene ដែលយើងវាមិនមែនជា scene intro ទេគ្រាន់តែយើងជា scene A roll ទី1បានមកពេញបង
Yo behind the scene នៅក្នុងការធ្វើការងារមួយហ្នឹងខ្ញុំឈឺក្បាលខ្លាំងមែនទែនហើយក៏ stress ច្រើនដូចហ្នឹង It's hard បាទនៅពីក្រោយដែរ MV ដែរហើយឃើញបានដាបញ្ចេញ MV គាត់ចេញមកមួយបាទព្រមមកចេញមកល្អអត់ឈប់គឺមិនមែនសួរបាទធ្វើការក្រុមការងារធ្វើការពិភាក្សាធ្វើការច្រើនមែនទែនធ្វើការពេលវេលាអីយ៉ាគឺ it's hard មែនទែនដល់ពេលខ្ញុំយើងមើលពី behind the scene ណាយ៉ាយីហូ រឿងខ្លះទៅក៏អត់រលូន ខ្ញុំ respect មែនដែរគាត់ដែរនរណាម្នាក់ដែលបង្កើត MV មកដែល perfect ហើយមើលទៅទទួលបានអត្ថន័យហើយមើលទៅលយ respect មែនតើ រឿងខ្លះទៀតទៅក៏រលូនវាច្រើនសម្រាប់ខ្ញុំដោយសារវាជាលើកដំបូងប៉ុន្តែខ្ញុំនឹងខំធ្វើឲ្យអស់ពីដៃពីជើងនិងសមត្ថភាពរបស់ខ្ញុំដែលខ្ញុំអាចធ្វើបានគាត់រៀងដៃថ្មីសូដៃថ្មីបបាក់ប៉ុន្តែក៏គាត់ជាមនុស្សម្នាក់ព្យាយាមចង់ដឹងច្រើនអញ្ចឹងយើងជាមប្រាប់គាត់ឲ្យច្រើនហើយយ៉ាបើថាសួរបបាក់អត់បបាក់តិចតែសួរថាទៅអត់ទៅ Yeah it's still going គាត់ស្ដាប់យោបល់ខ្ញុំដែរហើយគាត់ប្រាប់ idea មកកាន់ខ្ញុំថាអូល្អអញ្ចឹងសូមលះសូមឲ្យ energy ដែលជា star power ហ្មង បន្ទាប់ពីជានិច្ច ថតតាមប្រដយយុគហ្មង លើកដំបូងតែការថតបានបញ្ចប់ទៅតាមមកកំណត់ យោ ហើយជាក៏រីករាយជាមួយនឹងការសហការបានល្អរវាង director និងខ្លួនឯងផងដែរ តាំងចិត្តខ្ពស់នៅពេលដែលចេញ MV ហ្នឹងគឺនឹងល្អនិងអស្ចារ្យសម្រាប់ខ្ញុំហើយនឹងធ្វើឲ្យទស្សនិកជនមើលមកអស្ចារ្យដូចខ្ញុំដែរ សោកបានអូខេហើយយើងមកដល់វគ្គដែលយើងមើល MV របស់ GX ដែលកំថតមកអញ្ចឹងណាអញ្ចឹងដល់លយមិន GX បានចាប់ផ្ដើមវេកលើជាមួយនឹងពាក្យថាដំបងគឺដំឡើងមួយបទដំបងនិងផលិតវីដេអូចម្រៀងដំបងហើយនៅក្នុងថ្ងៃនេះក៏ជាថ្ងៃដែលត្រូវទស្សនាស្នាដៃដំបងនៃ MV របស់គាត់ផងដែរ ទៅបើយើងនិយាយពីដំណើរនៃការផ្សងព្រេងរបស់ JX វាធ្វើខ្ញុំភ័យដែរ នេះវាជាអនាគតរបស់មនុស្សម្នាក់ដែលកំពុងតែមកប្រឡងដើម្បីស្វែងរកអនាគតខ្លួនឯងហើយពួកខ្ញុំខំប្រឹងមែនតើដើម្បីធ្វើបច្ចេកមួយពីវគ្គមួយទៅវគ្គមួយអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាយើងភ័យផងអផង អញ្ចឹងចាប់ដើមមើលមកបងណាអូខេបង ចាំហី ចាំអី bro សម្រាប់ចាច់ទាំង3រូបក៏ដូចជា EP ទាំង2គឺខ្ញុំបារម្ភបងនៅរត់ជាងគេ ដោយសារតែគាត់ជាផ្នែកមួយដែលខ្លាំងដែលគាត់គឺមើលលើ performance ដូចជា MV ដូចគ្នាហើយទី2គឺបង Yuki ហើយបើសិនជាបងខ្លាចតែបង Yuki ហ៎បាទគឺខ្ញុំបានថាភ័យជំនួស JX មែនតើ Yuki ធំគាត់មើល MV នឹងហើយថាចប់មួយម៉ាត់គឺចប់ជឿ យ៉ាយោ ហ៎ Oh my god ដឹកម៉ូតូដើរចូលរោងចក្រដល់ម្ដង ក្មេងខ្ញុំងើបមកពីរោងចក្រដៃមានសាសហើយខ្ញុំ rap like that អេខ្ញុំមើលថាជាអីគាត់ work ជាមួយក្នុងរោងចក្រពីភេទការងារគាត់អីដែរបាទឬក៏ពីឬក៏បែបខានតកអញ្ចឹង I don't know bro តែគាត់ថតនៅក្នុងរោងចក្រតកអញ្ចឹងមានថាគាត់ធ្វើការរោងចក្រតក ខ្ញុំ rock like that សមត្ថភាពខ្ញុំវិតមកមានក្តៅគ្មាន flow ចាស់ flow hold like that គេឆ្ងល់ថាមានខ្ញុំនេះបាត់ព្រោះកំពុងតែ rap លើ snake like that ទោះបីលំបាកក៏ខ្ញុំនៅតែ ស្ងាត់បាទណាជាអីធ្វើណាបរិយបីបកបបចូលមកចយ បន្តសំខាន់តម្លៃខ្ញុំវិថ្លៃតែល្អហើយនៅសោកខ្វះហើយនៅគ្រប់ត្រពេលខ្ញុំដើរចេញក្រៅមានមើលមកកណោមានសាតខ្ញុំហើយមើលពួកអ្នកសោកវិដេយកមកខ្នើយអាណាត្រង់ណាស់ឲ្យលោកអើយច្នៃមិនចង់ឲ្យខ្ញុំឡើងពោះឡើយទាំងអស់នេះបើការខំប្រឹង Yeah ដែលស្លាប់លឿនរឹងមានអ្នកខ្លះចង់ឲ្យយើងជាប់ទាំងខំប្រឹងឈប់ទាំងដូចអន្តទៅ Yo ខ្លះយើងដល់ទីណាខ្លះប្រឹងរៀបបារាខ្លះទៀតបោកប្រាស់ខ្លះតាមតែខ្លះធ្វើមិត្តភក្តិខ្លះ fashion ទៅជាពឹងពាក់លុយកាក់ចិត្តអត់កំពុងកូនអាលូតហក់ហើយកំពីលពុនលើបដូចជីងចោទោះបីវាយូរត្រង់តតែវាក្រនបើជាងធ្វើចោលលួចឆក់តគូទៅពេញបំពងឆងតែកាឡាក្រហេចាំមកផ្លែតពីមិនដែរឲ្យអ្នកលែតែបដាក្រោយគេមិនត្រូវខ្ជិលលួចទេគេថាខ្ញុំនេះលែមិនការទេគុំក្រឹងគេថាបត់នេះស្ដាប់មិនការទេ ខ្ញុំមានអារម្មណ៍ថាខុស topic របស់គាត់តែគាត់ប្រាប់ដវហ្នឹងឬគាត់ថាគាត់គ្រាន់តែធ្វើការអង្គចាក់សុកហើយសត្វតែមានមនុស្សទាំងអស់គ្នាគេ follow ពីជីវិតរបស់គេគ្រប់គ្នាតែគាត់អត់ខ្វល់គាត់កំពុងតែធ្វើការបដាគាត់គិតពី rate គិតពី rate អញ្ចឹងហើយតែវាអត់មានក្នុងនេះ film នេះ មើលចឹងគេថាខ្ញុំមិនអាចល្បីទេកុំរំពើឥឡូវមកចាយនៅពេលដែលឃើញខ្ញុំឈើតំណឹងមិនអី
Yo cool bro ខំជិះពីដៃឆ្នៃពាក្យយកមកលេងងាយឆេងស្មៃសេហ្វឲ្យកាន់តែហ៊ីត Hey តែស្អីគូមិនដែរគេគ្រប់យ៉ាង make sense every single day Yo ដូចត្រូវកំភ្លៀងពាក្យខ្លះក៏វារឿងជ្រៅចូលតិចតិច stop អត់តន័យគិតគូវិនិច្ឆ័យខ្ញុំនិយាយពីអីកន្លន់មកថា shit និយាយមែនតើគាត់ចេញមកភ្លាមបើ captain គ្រូរៀបចំ replan អត់គុំខ្លួនណែ yes so respect man sorry respect man sorry Yo ui lôi rồi ta Yo so respect man sorry respect win around ហ្វាយខ្ញុំលយឆាយនៅវគ្គបញ្ចប់ចូល fact ហើយហ្វាយនៅពេលដែលឃើញខ្ញុំឡើង Ồ bọn này cái thằng vô chắc phải nó có chiều phải nó người ta hype khăn mình tên vô mà không ដល់ថតប្រហែលជាសោកស្ដាយព្រោះកាលពីមុនវាធ្លាប់តែស្អប់ខ្ញុំគិតតែរឿងសប្បាយមិនចេះចិនណានដូចគួរអាឡប់ខ្ញុំរ៉េបលៀងជាលឿនថែនជីសលេងពេលគ្រូខ្ញុំមិនច្បាស់ដូចថ្ងៃហើយលោក Ô nó sẽ bánh ca lên flow ca lên liền bọc quạt khăn mình tên vô mà không mà Like damn it's always cool bro នេះហើយគឺជាក្របបែកខ្ញុំចេះកន្លងកាច់កងចង់ជួនជាប់ជាស្អិលមួយ God for reflect តែប្រយ័ត្នស្ដាប់ហើយអត់វិភាគប្រៀបធៀបអត់ទៅនៃចាក់តែមិនលេចចង់រ៉េបដែរតែមកកើតពួរបាត់ទៅស្ដីលើវិធីវាអត់កំណត់និយាយបានតែទ្រឹស្ដីធ្វើឲ្យបានតាណា Dạ có cứនៅតែប្រកបជាមួយនឹង distract vibe នៅក្នុងបុណ្យរបស់គាត់បាទ ខ្ញុំនិយាយទៅកាប់ប្រទេសនឹងឲ្យសំឡេងចាំបង្ហើបទីមកជួបមកហើយខ្ញុំចង់ធ្វើមិនឯងខ្ញុំចាំដល់ត្រៃសោយតោងជាប់នឹងត្រៃនេះអត់ខួរគាត់មិនចេះធ្វើអីឡើយព្រោះវាអត់គុំនឹកគាត់តែដេកចំទឹកអូយអញនិយាយក្មេងខ្ញុំងើបមកពីរោងចក្រមានសាហើយខ្ញុំរ៉េប like that កាបែញស្រាក់ស្រាក់ទុកលុយកាក់ហើយខ្ញុំរក like that ខ្ញុំវិចមកមានក្តាប់គ្មាន flow ចាំ flow hold like that គេឆ្ងល់ថាមានខ្ញុំនេះបាត់ព្រោះកំពុងតែ rap លើ stage like that Oh so respect yeah sorry respect yeah sorry respect man sorry respect on the man Woo bro we're like cho biệtដាក់ម៉ោងរហើយចុះមកនេះជាដល់សម័យហើយគាត់គឺមានរំខានខុស topic មែនតើអង្គវិញវា cool អង្គវិញនេះ cool មែនតើតែវាខុស topic ដែរជាអីបានប្រាប់ពីមុនមកអញ្ចឹងណាតែការថតគឺអែមហីគឺ cool ការលេង style មក professional យើងតែខុស topic របស់គាត់គឺថាដល់មានការ feedback ច្រើនអីបាទជាមួយនឹង coach cool នឹងពាក្យច្រើនខ្ញុំមើលឃើញ transition ជាមួយនឹង affect មិនតិចទៀតសម្រាប់ MV មួយហ្នឹងសំខាន់ឲ្យវាចូលភ្លេងជាហ្នឹងមិនតិចទៀតខ្ញុំមើលឃើញប៉ុណ្ណឹងខ្ញុំអត់ក៏ទាំង flow ទាំង Okay but that's good okay cool អត់ទេលោសម្រាប់ MV មួយនេះប្លែកសម្រាប់បងហើយបងឃើញណា JX មានឱកាសធ្វើវីដេអូមួយនេះគឺលោសម្រាប់បងទាំងអស់បងតើ MV ហ្នឹងមាន creative របស់ JX ដែរមានកំណត់របស់ JX ដែរក្នុង MV មួយនេះមានបងដូចជាការនៅពេលដែលខ្ញុំ rap នៅក្នុងរោងចក្របងជាកន្លែងមួយដែលខ្ញុំចង់ឲ្យគេពងធ្វើការតែខ្ញុំ rap នៅកណ្ដាលតែឯងយល់បងកន្លែងពេលបដាម៉ូតូហើយហ្នឹងបងយល់បងតែប្លង់មិញដល់អត់តន់ឃើញមាននៅក្នុង MV និយាយមិញហ្នឹងមែនបងអាកន្លែងហ្នឹងដូចជាចាប់បានតិចដែលពូគាត់រុញតកកហ្នឹងទៅមុខហ្នឹងហើយខ្ញុំឈរ rap តែឯងឲ្យរោងចក្រហ្នឹងបងកណ្ដាលយល់Bro, I haven't seen it. Even Vanda គាត់បានឃើញអាប្លង់ហ្នឹងអ្វីដែលខ្ញុំសម័យដល់ពេលគាត់និយាយដំបូងគឺខ្ញុំសម័យថាគាត់កំពុងតែធ្វើការដេរោងចក្រអីចឹងណាខ្ញុំគិតថាបែបគាត់បែបដេមិនខាងបែបតកអីចឹងឯងគាត់ថាគាត់បែបដេហើយគាត់កំពុងដេគាត់កំពុងសម័យហើយមានអ្នកដោជុំវិញគាត់អីចឹងណាគេហើយក៏កំពុងតែសម័យដេហើយមានថតបានតាអីគឺបែបចឹងគឺខ្ញុំបានសម័យថាវាចឹងមកវាចឹងណាយីពើមានហ្នឹងមកបន្តិចច្រើនបន្តិចទៀតទៅលយជាងហ្នឹងទៀតសម្រាប់ MV មួយហ្នឹងអីដែលខ្ញុំព្រួយបារម្ភជាងគេទៅលើពួកគាត់ដែលគាត់មើលមកហ្នឹងខុសពីថ្ងៃដែលខ្ញុំតម្លាក់ mood board ហើយនិយាយប្រាប់គាត់សាស្អីរឿងហ្នឹងមិន Yeah bro ហ្វតាគឺអត់មានស្អីរឿងមួយហ្នឹងអញ្ចឹងទៅខ្ញុំព្រួយបារម្ភមុនហើយថាគាត់នឹងអាចអត់យល់ខ្ញុំគិតថានៅពេលដែលនិយាយថាហ្នឹងវាជាចំណុចសំខាន់នៃ MV បងឯងត្រូវតែ show វាឲ្យច្បាស់សម្រាប់ audience ដូចគ្នាដោយសារពួកបងមើលមិញបងមានអារម្មណ៍ថានៅក្នុង MV ហ្នឹងមានតើណៃម្នាក់ឯងអញ្ចឹង
ចាំសិនជាណៃចង់បង្ហាញគេថាអូនឯងមាន intention មួយចង់បង្ហាញគេថាអូនឯងកំពុងតែ rap នៅក្នុងរោងចក្រហើយអ្នកផ្សេងកំពុងធ្វើការអញ្ចឹងយើងត្រូវមានប្លង់ដែលថាយើង show អ្នកផ្សេងទៀតដែលគាត់កំពុងធ្វើការកំពុង rap កំពុងមិញហើយបងមានអារម្មណ៍ថាបង feel ថាតើណៃម្នាក់សម្រាប់បង Yeah I think so bro សំខាន់ជាងគេសម្រាប់ខ្ញុំពេលយើងមើល music video នេះនៅក្នុង first 10 second 15 second អត់មាន moment ចាប់ខ្ញុំ first shot cool ជាមួយ moto តែ first shot of JX មាន static shot មាន tripod shot មាន going slow and then ពេលយើងជួប JX first time ខ្ញុំមានអារម្មណ៍ថា0អត់ឡើងអត់ low មិនតែយើងអត់រំភើបបើសិនជាគេមើលគេឲ្យ10 second សម្រាប់អូខេផលិតផលនេះលយអត់លយ10 second ណែ skip យល់អត់យល់បងសំខាន់សម្រាប់ខ្ញុំជា music video នេះជា business card សម្រាប់ JX សម្រាប់ខ្ញុំដឹងនេះគឺជា draft ទី1 Oh my god សម្រាប់ខ្ញុំជាមួយ cuts សម្រាប់លេងជាមួយភ្លេងខ្ញុំគិតថាខ្ញុំអត់មានអារម្មណ៍ដូចនេះ of the musicality of who are you JX មក pitch គឺមានប្លង់មួយដែលឃើញថា JX នៅក្នុង Oh my god ការ feedback ច្រើនមែនតើបាទរោងចក្រនឹងហើយមានសមោគេហៅថាអ្នកតបធ្វើការនៅក្នុងហ្នឹងហើយមានតែ JX មួយដែលហ៊ានចាញ់មកដែលស្មើនឹងពាក្យថាក្លាហានមានន័យថាហ៊ានទម្លុះភាពភ័យខ្លាចរបស់ខ្លួនឯងដើម្បីដើររកក្តីសម័យតែសម្រាប់នៅក្នុង first cut នេះសម្រាប់ខ្ញុំអត់ទាន់ឃើញថា Yeah គូខ្ញុំមើលឃើញចឹងគាត់ក៏មើលឃើញចឹងដែរបាទ like everyone ឃើញបែបនឹងដូចគ្នាបាទមាន part ណាមួយដែលឃើញថា JX បង្ហាញពីខ្លួនឯងណាភាគច្រើនគឺនៅ Yeah I think អាប្លង់ហ្នឹងគូទៅបើកក្បាលវីដេអូ Pro I feel like បើគាត់ធ្វើការរបៀបនៅក្នុងរោងចក្រ D វិញណាតំណងជាងនៅគាត់ធ្វើការអីដែរតែបើថាគាត់ធ្វើការក្នុងរោងចក្រ D គឺថាតំណងខ្លាំងមែនតើគាត់គាត់អង្គុយ D ហ្នឹងហើយឈុតហ្នឹងគឺឈុតបើកប្លង់យ៉ាគាត់ដាក់កាមេរ៉ាស៊ូមកយ៉ាហើយគាត់ពងធ្វើការបដើគាត់កំពុងតែសម័យគាត់បាល់សម័យ music អូអានឹងលោមែនតើមកដាក់មកគឺថាឈុតហ្នឹងគឺ interesting យកមកបើកឆាំមកគឺថា interesting យកមក audience មើលមកអូ that's crazy bro មកជួយលោមែនបើកឆាំមកលោមែនគឺដើម្បីតាក់ចិត្តឲ្យគេចង់មើល MV នឹងតោះវាមីនៅជា lip sync ឡើយហ្នឹងហើយដូចជានៅមានខ្លះដែលគាត់អត់ទាន់បានដាក់បញ្ចូលបងមានជួបឧបសគ្គគេដែលអត់បានថតអ្វីដែលចង់ថតអីខ្លះអត់បានថតហ្នឹងគឺកន្លែងដែលខ្ញុំចង់បានជាកូន stage មួយដែលខ្ញុំ perform ហ្នឹងកន្លែងហ្នឹងមួយទៀតក្នុងចក្រតដែរ stage ហ្នឹងក្នុងចក្រដែលខ្ញុំ perform ហ្មងយ៉ាកន្លែងហ្នឹងមួយទៀតអត់បានមានតួដែលរុញច្រានខ្ញុំពេលខ្ញុំកំពុងធ្វើការដែរថ្លៃតែឯងដែលខ្ញុំច្រៀងគេធ្វើការអញ្ចឹងទៅអត់មានកន្លែងហ្នឹងទៀតបងនៅក្នុង MV មួយហ្នឹងបើនិយាយខ្លី first drama មួយហ្នឹងគឺអត់មាន story សោះយើហ្មងមានតែខ្ញុំច្រៀងរាំរហូតដល់ចប់ហ្មងស្ដាប់ទៅអានេះពីបងដែលបងចាំជាមួយនឹង story របស់ JX ពីប្លង់មិញសិតតែប្លង់ធំយ៉ាបងអញ្ចឹងអាចឲ្យបងប្លង់ទៅដាក់ប្លង់គាត់ស្មៃគេដាក់ឲ្យគាត់ yo it's my dream I'm at your stream យ៉ាអាប្លង់គាត់ស្មៃឲ្យគាត់ងប់គាត់ចាប់ដើមធ្វើឲ្យសម័យនៅការជួយការពិតការយើងយកអាស័យរឿងហ្នឹងទៅធ្វើមែនតើកុំវាគុំនៅក្នុងរោងចក្រសតវាមានគាត់សេវាបន្ទាប់ពីភ្ញាក់ពីការសម័យហ្នឹងគាត់សេ lyric គាត់ច្រាប់ rap ស្រាប់ yeah rap ហើយគាត់ក៏បានអូន Facebook ទៅគេឃើញ show the star កំពុងតែចាប់ដើមហ្នឹងហើយគាត់ថាចាំមើលអញនឹងទៅធ្វើអញនឹងទៅប្រឡងនៅហ្នឹងឲ្យបានយ៉ាហើយគាត់ក៏បានរៀបចំក្អារៀបចំអីគេផ្សេងរបស់គាត់ទៅហើយទៅប្រឡងហើយឡើងលើ stage មានអ្នកគ្រប់គ្រងច្រើនអូយ៉ូគឺបើយើងសូអាអស់ហ្នឹងវាតំណងជាងតែសម្រាប់គាត់គឺខ្ញុំអត់ដឹងដែរសម្រាប់គាត់គឺថាយើងអត់អាចមើលឃើញដែរគឺថាបាក់គីឡូបាក់ចិត្តវាអត់ដល់អញ្ចឹងហ្នឹងណា so this why គាត់ចូលតែប្លង់មកកន្លែងឯងហើយថតចូលហ្មងវាចំណេញបាក់ចិត្តអីចឹង I don't know គឺ hit business bro come on ខ្ញុំគាត់តែផ្ដល់នៅយោបល់អីទេបាទស្រាប់ខ្ញុំអ្នកមើលឃើញអីចឹងណាដូចធំមួយដែរថាដាច់ខាតត្រូវតែមាននៅក្នុងហ្នឹងអីគេ brand ដែលខ្ញុំចង់មានឬក៏សលេងអីមួយក៏បានដែរនៅពេលដែលខ្ញុំបដាបតូចូលដំបងដូចមានសលេងអីមួយគាត់ឡើងឃើញខ្ញុំភ្លាមឬសលេងក៏ហឹមមកហ្មងយេបង
សម្រាប់ first drama មួយនេះកន្លែងដែលខ្ញុំស្ដាយជាងគេគឺកន្លែងដែលខ្ញុំស្លៀកឈុត rap star ដែលខ្ញុំមកបានច្រៀងឯងគឺខ្ញុំសម្ដែងសុទ្ធសាធយកហ្មងលាក់យើងជា rap star យើងគាត់ណារាំគាត់ណាកាយវិការទេអត់បានច្រៀងទេពីហ្នឹងគឺ lip sync រហូតតាំងដើមរហូតដល់ចប់អត់មានប្លង់មួយទេថាគាត់ណា pull មកមាន JX just យោអានដែរសម្រាប់ feedback ដែរបាទគេដំបូងថា it's cool តែឥឡូវគាត់ចាប់ដើមរហូតដល់ឃើញកន្លែង feedback ឬក៏ជាខ្លួនឯងមើលទៅកាមេរ៉ាក្នុងភាពជឿជាក់ក្លាហានឬក៏អីរបៀបអញ្ចឹងអាហ្នឹងក៏ជា signature មួយដែលថាយើងនិយាយពី courage ហ្នឹងដែរអញ្ចឹងបើសិនជាអាចសុំប្លង់នឹងបន្ថែមបន្តិចពោះជា feedback របស់ខ្ញុំទៅលើផ្នែក directing ហ្មងហើយនិង editing ហ្មងខ្ញុំជឿថា footage នៅមានទៀតអត់ទាន់ប្រើអស់អ្នកដែលអត់ស្គាល់ JX មើល MV នេះអត់ដឹងថា JX ជាណាគេទេអញ្ចឹងវាអាចមានវិធីសាស្ត្រមួយគឺការប្រើប្រាស់វីដេអូដែល JX បាន perform នៅលើឆាករបស់ Rap Star មានជា story មានអីហើយស្រាប់ដែលនឹងយើងអាចយកវាទៅធ្វើជាគេហៅថា fast segment ឬក៏ជា flashback segment ឬក៏វាជា mix media style អីទាំងអស់ហ្នឹងហើយវាអាចបូកជាមួយ brand like វាជា NK good idea bro អាហ្នឹងវាជា option ទី1 option ទី2នៅពេលដែលអាប្លង់ដែលក្រៅពី lip sync ហ្នឹងអាចនឹងឆ្កឹះយកតាប្លង់ណាដែលឃើញមុខ JX ជាមួយកាមេរ៉ាជាមួយអីហ្នឹងជាគេថាគេហៅ persona គេហៅ persona របស់យើងជាមួយនឹង rap star តើជា JX ជាណាគេហ្នឹងអាចក្នុងការឲ្យវា match musicality ហ្នឹងក៏វាជា option ទី2ដែរ based on story ដែល JX បាន present វគ្គមុនជាមួយនឹង MV នេះអត់ទៅណាឆ្ងាយទេប៉ុន្តែគ្រាន់តែថាការកាត់ទាំងអស់អត់តន់ឲ្យមកនៅមកកន្លែងឲ្យវាទៅជាព្រួញតែមួយ comment ទាំងអស់ហ្នឹងគឺខ្ញុំយកទៅកែដើម្បីឲ្យមកលើក្រោយហ្នឹងគឺល្អខ្ញុំនឹងខំឲ្យអស់ពីពវៀនបតាំងថ្លៃប្រមាថខ្ញុំទាំងអស់ហ្មងជាយាមឲ្យអស់ពីសមត្ថភាពដើម្បីកែ MV ហ្នឹងឲ្យល្អសម្រាប់ fan ដែលរងចាំមើល MV មួយ Yeah so it's over ហើយបាទ It's been a long time ago so yeah that's all គឺថា yeah ជាអីគឺបទគាត់គឺលយសម្រាប់ខ្ញុំតែ MV របស់គាត់រៀងស្ទើបាទ as អ្នកអរគ្នាឃើញទេបាទសូមឲ្យដល់ចាច់ក៏គិតដូចខ្ញុំដែរ so យើងនៅចាំតែមើលនឹងចាំតែមើល final តើគាត់អាន update នៅ MV ហ្នឹងវាលយដូចអ្វីដែលយើងចង់បានអត់ so យើងនឹងចាំតែមើលបាទតាមបាត់ក្រោយគឺថ្ងៃចុងក្រោយដែល final ហើយគឺចង់ដឹងថាណាគេលើកពានមែនតើ like oh I can't wait to see the shit bro yeah so មានប៉ុណ្្នឹង